មនុស្សគ្រប់រូបចង់ដើរទៅមុខបានចង់មានជីវិតដែលកុំការលុះត្រាតែជំនឿជឿជាក់លើខ្លួនឯងខ្ពស់តែមិនមែនលក្ខណៈថាជឿជាក់រហូតដល់លើសបងប្អូនមានពាក្យថាជំនឿឬការជឿជាក់ជំនឿបូកនឹងការជឿជាក់ដែលវាលើសអាហ្នឹងមិនមែនទេអាហ្នឹងគេហៅមនុស្សក្អេងក្អាងមនុស្សអំនួតទេជំនឿលើខ្លួនឯងអីគេជំនឿលើមកថាយើងមានសមត្ថភាពនៃការធ្វើឲ្យជីវិតមួយនេះមានពន្លឺយើងមានជំនឿជឿថាជីវិតយើងនឹងមានពន្លឺជីវិតយើងនឹងជួបមុខរបរដែលល្អមួយជីវិតយើងនឹងធ្វើអ្វីក៏បានសម្រេចតែវាឆ្លងកាត់ការតស៊ូដូចតែគ្នាទេអញ្ចឹងបើសិនជាមនុស្សម្នាក់អស់ជំនឿលើខ្លួនឯងខ្លួនឯងដែលឃើញមនុស្សអស់ជំនឿលើខ្លួនឯងខ្ញុំជឿអ្នកទាំងអស់គ្នាឃើញបាត់ភាពជឿជាក់លើខ្លួនឯងបាត់ជំនឿលើខ្លួនឯងថាខ្លួនឯងធ្វើបានខ្លួនឯងមានចំហដែលត្រឹមត្រូវមនុស្សបែបនោះមើលទៅដូចអត់មានអ្វីដែលជាគោលសម្រាប់ខ្លួនឯងចាអញ្ចឹងសំខាន់ណាស់ជំនឿលើខ្លួនឯងដូចខ្ញុំរងថ្ងៃខ្ញុំជឿថាមិនថាជីវិតខ្ញុំដើរទៅថ្ងៃក្រោយយ៉ាងណាខ្ញុំនៅតែជឿជាក់ថាខ្ញុំទោះបីមិនក៏ខ្ញុំអាចយករួចខ្លួនបានទោះបីមិនក៏ខ្ញុំនៅតែមានផ្លូវរស់ទោះបីគ្មានអ្នកណានៅជុំវិញខ្លួនខ្ញុំអត់ដែលមិនជឿជាក់លើខ្លួនឯងម្ដងណាឡើយខ្ញុំតែងតែជឿលើសមត្ថភាពខ្លួនឯងខ្ញុំតែងតែជឿលើភាពវៃឆ្លាតខ្លួនឯងថាខ្ញុំអាចដោះស្រាយរាល់បញ្ហាបានគ្រប់មជ្ឈដ្ឋានស្ថានភាពខ្ញុំអាចយកឈ្នះបានរាល់គ្រប់បញ្ហាទោះបីវាទៅបានលឿនឬទៅយឺតឬទៅត្រូវខាត់បងលុយកាក់អីខ្លះក៏ខ្ញុំតែងតែជឿថាខ្ញុំនៅតែដោះស្រាយអ្វីគ្រប់យ៉ាងបានខ្លាំងណាស់បងប្អូនអាត្រង់ហ្នឹងហើយដែលធ្វើខ្ញុំឈរជើងបានខ្ញុំមិនដែលមានជំនឿលើអ្នកដទៃជឿជាក់លើអ្នកដទៃខ្លាំងជាងខ្លួនឯងហើយខ្ញុំមិនដែលប្តេជ្ញាផ្ដួលទៅនឹងអ្នកណាគ្មានអ្នកណាក៏ខ្ញុំអាចធ្វើការបានគ្មានអ្នកណាក៏ខ្ញុំអាចរកស៊ីបានខ្ញុំជឿអញ្ចឹងហ្មងបងប្អូនខ្ញុំមិនដែលអូខ្លាចបាត់បង់អ្នកនេះអូខ្លាចបាត់បង់អ្នកនោះអូខ្លាចមិនអត់ទេជំនឿមួយនឹងគឺដោតនៅក្នុងបេះដូងក្តៅបេះដូងរបស់ខ្ញុំគឺជាប់ជានិរន្តរ៍មកតាំងពីដើមខ្ញុំតែងតែមានជំនឿជឿជាក់លើសមត្ថភាពរបស់យើងអានេះសំខាន់ព្រោះវាបើសិនជាយើងអត់មានវាយើងនឹងដាស់ដួលហើយយើងនឹងរេដូចចុងស្រល់ទៀតរេទៅរេមករេទៅម្ដងដេកម្ដងយើងអត់មានអ្វីដែលច្បាស់លាស់ក្នុងខ្លួនខ្ញុំអត់ប្រកែលើអ្នកណាចំណេះដឹងខ្ញុំអត់មានលើអ្នកណាតែអ្វីដែលខ្ញុំមានក្នុងខ្លួនដែលធ្វើឲ្យខ្ញុំដើរទៅមុខបានគឺជំនឿលើខ្លួនឯងថាខ្លួនឯងអាចធ្វើបានគ្រប់ស្ថានភាពខ្លួនឯងអាចរស់បានដោយខ្លួនឯងខ្ញុំប្រាប់ថាខ្ញុំស្អីក៏ដោយខ្ញុំអត់ទោះបីអ្នកណាក៏ដោយអ្នកធ្វើការបុគ្គលិកអ្នកជុំវិញខ្លួនឬអ្នកដែលគៀនខ្លួនយើងបំផុតមិនបាច់មកមានមោទនភាពថាអត់ពីគេទៅខ្ញុំធ្វើអីអត់កើតទេខ្ញុំតែងតែនិយាយខ្ញុំឲ្យតម្លៃលើការងារខ្ញុំឲ្យតម្លៃលើអ្នកតែកុំបាច់ប្រើភាសាថាអត់ពីខ្ញុំទៅធ្វើអីអត់បានទេខ្ញុំចេះទាំងអស់ខ្ញុំនឹងធ្វើបានខ្ញុំទោះបីខ្ញុំមិនចេះក៏ខ្ញុំទៅធ្វើដើម្បីឲ្យខ្ញុំអាចទៅមុខបានដែរកុំមានមោទនភាពព្រោះខ្ញុំក៏ជឿលើខ្លួនខ្ញុំដែរខ្ញុំអត់ខ្លាចទោះបីអ្នកធ្វើការល្អប៉ុណ្ណាក៏ខ្ញុំអត់ដែលផ្ញើវាសនាលើអ្នកដែរទោះបីអ្នកគៀនខ្លួនយ៉ាងម៉េចខ្ញុំតែងតែនិយាយថាខ្ញុំអត់ដែលខ្លាចទេព្រោះខ្ញុំជឿជាក់លើខ្លួនឯងថាស្អីក៏ខ្ញុំអាចឆ្លងរួចដែរទោះបីវាទៅទេសថាទោះបីវាឆ្លងទឹកភ្នែកខ្លះទោះបីវាឆ្លងការលំបាកខ្លះក៏ដោយតំណាងចែកដូចគ្នាមិនបាច់អ្នកណាមកមានមោទនភាពថាអូខ្ញុំកាត់កញ្ចប់ធំខ្ញុំតំណាងធំអត់ពីខ្ញុំទៅលក់អត់ដាច់បាច់ប្រើពាក្យហ្នឹងឯងមនុស្សម្នាក់នេះអត់ដែលយកទុកក្នុងបេះដូងទេមានតែក្តីស្រឡាញ់និងការដឹកដៃគ្នាទៅទេតែបើថាមកមានមោទនភាពថាខ្ញុំមានបានដោយសារអ្នកណាខ្ញុំធ្វើបានដោយសារអ្នកណាលក់ដាច់ដោយសារអ្នកណាអត់មានទេមិនអាចប្រើភាសាមួយហ្នឹងមួយខ្ញុំបានទេព្រោះអីខ្ញុំជឿជាក់លើខ្លួនឯងហើយខ្ញុំក៏ប្រឹងដូចអ្វីដែលខ្ញុំជឿជាក់ខ្ញុំមិនអឿទេចាការងារគ្រប់យ៉ាងអ្នកណាថាខ្ញុំធ្វើបានទាំងអស់តែខ្ញុំមិនធ្វើខ្ញុំដាក់ឲ្យម្នាក់ទៅជីវិតខ្ញុំអត់មានអ្នកណាគំរាមខ្ញុំបានទេអត់មានអ្នកណាគំរាមខ្ញុំបានអញ្ចឹងមិនថារឹងមាំជាខ្លួនយើងល្អបំផុតកុំដេកតូតុនជាមួយអ្នកណាព្រោះជីវិតយើងនៅតែជាយើងចាព្រោះជីវិតយើងនៅតែជាយើងចាអត់ខ្លាចពីការដើរទៅមុខភាពស្មោះត្រង់បូកនឹងភាពជឿជាក់មនុស្សខ្ញុំអត់ចេះផ្លូវ2ផ្លូវ3ទេតែធ្វើគឺធ្វើតែដើរគឺដើរតែណូគឺណូតែអត់គឺអត់ព្រោះអីយើងជឿជាក់លើខ្លួនឯងអត់ចេះមានអំនួតទៀតអត់ចេះមានអំនួតទេមិនដែលមានអំនួតថាអូអញអស់ចាជាងគេអញស្អីអត់ទេចំណុចនេះហើយដែលខ្ញុំទោះបីមិនខ្ញុំនៅតែបានបងប្អូនចាំមើលទៅជីវិតខ្ញុំនៅតែទៅបានខ្ញុំនៅតែធ្វើនៅខ្ញុំនៅតែបំពេញបំណងប្រាថ្នារបស់ខ្លួនឯងខ្ញុំនៅតែដាក់គោលដៅបានសម្រេចពីមួយថ្ងៃទៅមួយថ្ងៃពីថ្ងៃទៅមួយថ្ងៃពីមួយលើកទៅមួយលើកខ្ញុំនៅតែឆ្លងកាត់ពុះពៀឧបសគ្គពីមួយហើយទៅមួយទៀតមួយហើយមួយទៀតដោះរហូតដល់យើងមានបទពិសោធន៍ច្រើនមិនច្រើនលើសលប់ទេច្រើនសម្រាប់ខ្លួនយើងអញ្ចឹងសំខាន់ណាស់ការជឿជាក់លើខ្លួនឯងអ្នកធ្វើអីអ្នកជាមេក្រុមម្នាក់តើអ្នកជឿជាក់ខ្លួនឯងនៅការដឹកនាំរបស់ខ្លួនឯងអត់អ្នកជឿជាក់ខ្លួនឯងអត់ថាអ្នកនឹងនាំគេដឹកនាំគេឲ្យគេមានភាពរីកចម្រើនបើគេមិនជឿជាក់លើយើងអានឹងរឿងរបស់គេតែយើងជឿជាក់នឹងធ្វើមិនមែនងាកមុខងាកក្រោយងាកឆ្វេងងាកស្ដាំអូអញទៅផ្លូវណាអីអញមិនមកមនុស្សបើមានសតិសតាំងគ្រប់គ្រាន់នឹងដឹងថាយើងត្រូវដើរទៅផ្លូវណាទៅមុខឬទៅក្រោយទៅឆ្វេងឬទៅស្ដាំឆ្វេងក៏ដឹងស្ដាំក៏ដឹងចាឆ្វេងក៏ដឹងស្ដាំក៏ដឹងធ្វើជាមនុស្សដែលមានចំហមានជំនឿមួយដែលច្បាស់លាស់ដែលវានៅក្នុងខ្លួនរបស់យើងដែលវាបង្កើនភាពខ្លាំងឲ្យយើងកុំយកភាពអំនួតកុំយកខ្ញុំស្អប់ណាស់អ្នកភាពអំនួត